ហើយចូលអំពីកុសលកម្មចុះដែលអាសម្ដែងថ្ងៃនេះកុសលកម្មប្រែថាអំពើជាកុសលអំពើណាដែលធ្វើទៅហើយមិនបៀតបៀនទាំងខ្លួននិងមិនបៀតបៀនទាំងបុគ្គលដទៃនោះលោកហៅថាកុសលឬមួយក៏ហៅថាបុណ្យនៅក្នុងបញ្ញកិរិយាវត្ថុព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ក៏សម្ដែងច្រើនហើយមានទានមយៈមានសីលមយៈមានភាវនាមយៈមានអបច្ចាយនមយៈទានមយៈហ្នឹងដូចដែលញាតិញោមបានប្រពធ្វើនៅក្នុងថ្ងៃនេះមានអមិសទានណាញោមការបរិច្ចាគទានហ្នឹងគឺការឲ្យទានគឺជាចេតនាល្អស្អាតនៅខាងក្នុងញាតិញោមទានហ្នឹងគឺដោយមានហេតុទាធាតនិងយុបច្ច័យដែលមានន័យថាឲ្យអង្គធរហ្នឹងគឺបានដល់អលោភៈហើយហេតុនៃការឲ្យអង្គធរបានដល់ចេតនាអញ្ចឹងចេតនារបស់ញាតិញោមនៅពេលដែលគិតថានឹងឲ្យទានគឺចេតនាល្អស្អាតកើតនៅក្នុងចិត្តស្រេចទៅហើយបុណ្យកុសលហ្នឹងកើតអញ្ចឹងណាញោមហើយទាននេះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងមានច្រើនណាញោមទានតែអាត្មាថ្ងៃនេះអរតនីទៅនឹងទាន3ទានទី1នោះហៅថាហីនទានហីនទានមានន័យថាម៉េចណាញោមហីនទានមានន័យថាគឺជាទានដែលមិនប្រសើរគឺជាទានដូចថាថ្នាក់ទាបញោមញោមធ្វើបុណ្យកុសលឲ្យទានទៅជាប់នឹងឈ្មោះចង់បានឈ្មោះចង់បានគេសរសើរអញ្ចឹងទៅអាហ្នឹងហៅថាហីនទានជាកុសលហើយប៉ុន្តែជាកុសលថ្នាក់ទាបហើយមួយទៀតហៅថាមជ្ឈិមទានមជ្ឈិមទានគឺជាទានដែលធ្វើទៅហើយមិនជាប់ឈ្មោះទេប៉ុន្តែចង់បានសេចក្តីសុខចង់កើតជាមនុស្សចង់កើតជាទេវតាចង់បានសេចក្តីសុខអីចឹងទៅអាហ្នឹងហៅថាមជ្ឈិមទានគឺទានថ្នាក់កណ្ដាលញាតិញោមហើយទានមួយទៀតហៅថាបណៃតទានបណៃតទានហ្នឹងគឺជាទានដែលធ្វើទៅអត់មានប្រាថ្នាអីទេគឺធ្វើទៅដើម្បីរួចចាក់ទុកបានដល់នៅព្រះនិព្វានតែម្យ៉ាងប៉ុណ្ណោះគឺជាទានដ៏ប្រណិតគឺជាទានដ៏ឧត្តមនេះតើតើនឹងទានណាញោមទានមយៈហើយមួយទៀតសីលមយៈបុណ្យសម្រេចដោយការរក្សាសិលការរក្សាសិលមានការសមាទានសិល5ការសមាទានឧបោសថសិលមានអត្តរេកសិលសិល10ញោមហើយនឹងមានសិល4សិលសម្រាប់ភិក្ខុហ្នឹងគឺសុទ្ធតែជាកុសលទាំងអស់ជាកុសលកម្មណាញោមហើយញោមកុំមើលងាយសិល5សិល8ណាញោមដូចជាអ្នកដែលសមាទាននៅឧបោសថសិលញោមអ្នកសមាទានឧបោសថសិលមួយថ្ងៃមួយយប់មានតម្លៃថ្លៃជាងអ្នកដែលរកស៊ីបានមាស60តម្លឹងញោមញោមរកស៊ី60តម្លឹងណាញោមមួយថ្ងៃឬមួយក៏មួយខែបាន60តម្លឹងណាប៉ុន្តែចាញ់អ្នកសមាទានឧបោសថសិលមួយយប់មួយថ្ងៃគឺមានតម្លៃលើសមាស60តម្លឹងទៀតនេះគឺជាកុសលមួយហើយមួយទៀតហៅថាភាវនាមយៈបុណ្យសម្រេចដោយការចម្រើននៅភាវនាធម៌នៅត្រង់កន្លែងនេះភាវនាហ្នឹងគឺជាការចម្រើននៅកុសលដែលកើតនៅក្នុងចិត្តធ្វើឡើងច្រើនឡើងឲ្យកាន់តែល្អកាន់តែប្រសើរណាញោមនេះហៅថាភាវនាហើយភាវនាគឺចូលនៅក្នុងវិបស្សនាញាណដែរញោមតើតើនឹងកន្លែងនេះហើយមួយទៀតហៅថាបត្តានុមោទនាគឺការអនុមោទនាបុណ្យកន្លែងនេះអាត្មាចង់និទានរឿងមួយតើតើនឹងប្របាទពំពិសាញោមញោមពុទ្ធបរិស័ទគឺធ្លាប់បានស្ដាប់ហើយប្របាទពំពិសាហ្នឹងគឺគាត់ធ្វើទានដំបូងមានព្រះសម្មាសម្ពុទ្ធព្រមទាំងព្រះភិក្ខុសង្ឃធ្វើទានដំបូងធ្វើតក្កិណានុបទានដូចតែកូនប្រុសស្រីទាំងឡាយបានប្រពធ្វើនៅក្នុងថ្ងៃនេះគឺធ្វើដំបូងគឺអត់បានឧទ្ទិសនៅកុសលនឹងដូចថាដល់ពពួកញាតិប្របាទពំពិសាហ្នឹងញោមដល់ធ្វើទៅមានបាយមានទឹកអន្នាំងប៉ាណាំងហ្នឹងតែអត់មានកណាត់អីទេដល់ពេលញាតិហ្នឹងបានបរិភោគបានហូបបាយបានទឹកនឹងឆ្អែតស្កប់ស្កល់ប៉ុន្តែអត់មានកៅអៅទេដល់ពេលយប់ឡើងមកឲ្យឃើញគឺអត់មានកៅអៅគឺស្រាតតែម្ដងដល់តែអញ្ចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ញៀនណាញោមហើយស្ដេចហ្នឹងក៏ទៅសួរព្រះអង្គថាបបិទ្ធព្រះអង្គដ៏ចម្រើនញាតិរបស់ខ្ញុំព្រះអង្គហ្នឹងអត់មានខោអាវទេតើមូលហេតុអីឲ្យមកយំមកស្រែកថាមកពីមហាបពិតធ្វើទានមិនបានធ្វើកណាត់ធ្វើតែបាយធ្វើតែទឹកតែមិនបានធ្វើកណាត់ក៏ចាត់ចែងធ្វើជាតក្កិណានុបទានដូចដែលញាតិញោមបានប្រពធ្វើនៅថ្ងៃនេះក៏ចាត់ចែងឲ្យឧទ្ទិសនៅកុសលហ្នឹងញោមប្រកបទៅដោយកិច្ចប្រកបទៅដោយអង្គអញ្ចឹងទៅមានសីលៈទានណាំងទេតិ
គឺដល់ព្រមតែអ្នកមានសិលទី2គឺឧទ្ទិសៈបេតាណੰឧទ្ទិសចំពោះអ្នកស្លាប់ដល់តែទី3គាត់អនុមោទនាពពួកញាតិហ្នឹងក៏បានកំណើតដល់ប្រសើរទៅកើតជាទេវតាញោមហ្នឹងដោយការអនុមោទនាបុណ្យនេះគឺចាត់ជាកុសលមួយដែរញោមហើយមួយទៀតការចែកបុណ្យការដូចថាបានធ្វើបុណ្យកុសលអញ្ចឹងមកដល់ឃើញដូចថាញាតិឬមួយក៏បងប្អូនខ្ញុំបានធ្វើបុណ្យថ្ងៃនេះបានទៅវត្តបានធ្វើទានបានសមាទានសិលអញ្ចឹងក៏សូមប្អូនសូមបងអនុមោទនានៅបុណ្យកុសលហ្នឹងបានចំណែកនៅបុណ្យកុសលហ្នឹងស្មើខ្ញុំដែរហ្នឹងគឺបុណ្យក៏សម្រេចដោយការចែកបុណ្យហ្នឹងណាញោមដូចញាតិញោមលោកគ្រូអាចារ្យតែងតែសូត្របฏิទានគាថាយ៉ាងកេញជាកុសលកម្មហ្នឹងការចែកបុណ្យណាញោមមួយទៀតវិយាវចៈមយៈបុណ្យសម្រាប់ដោយការខ្នះខ្នែងខ្វល់ខ្វាយនៅក្នុងកិច្ចការជាកុសលដូចញាតិញោមខ្លះគាត់មកជួយលាងចានមកជួយបម្រើភ្ញៀវក្រាលកន្លែងអាសនៈកន្លែងប្រសង់អញ្ចឹងទៅហ្នឹងក៏ចាត់ជាកុសលមួយដែរញោមមួយទៀតហៅថាធម្មសវនៈបុណ្យសម្រាប់ដោយការស្ដាប់ពធដោយតែញាតិញោមកំពុងស្ដាប់ប្រធរញាតិញោមគឺនឹងកំពុងតែកើតបុណ្យហើយញាតិញោមកំពុងតែកើតបុណ្យហើយនៅក្នុងគណៈហ្នឹងណាញោមបុណ្យកុសលហ្នឹងកើតព្រោះសំឡេងពធបានឮពធហើយមួយទៀតបុណ្យសម្រាប់ដោយការសម្ដែងនៅប្រធរដូចជាអាត្មាអញ្ចឹងបញ្យលធរឲ្យទានជាធរហ្នឹងហៅថាធម្មទានណាញោមហ្នឹងក៏ជាបុណ្យកុសលមួយដែរមួយទៀតតថុជុកម្មង្ករោតិគឺបុណ្យហ្នឹងគឺសម្រាប់ដោយការតម្រង់ទិដ្ឋិឲ្យត្រូវត្រង់តាមព្រះពុទ្ធសាសនាថាជឿកម្មជឿផលមានកម្មជឿរបស់ខ្លួនចឹងទៅអំពើទាំង10ហ្នឹងញាតិញោមអំពើទាំង10នេះឯងលោកហៅថាកុសលកម្មញាតិញោមហើយនៅឃើញកន្លែងនេះអាត្មានិទានរឿងមួយទៀតឲ្យញាតិញោមស្ដាប់តកតងនឹងសត្វបជាវញោមអាត្មាធ្លាប់សម្ដែងច្រើនដងមកហើយញោមតែសម្ដែងឲ្យញាតិញោមខាងនេះស្ដាប់ទៀតសត្វបជាវហ្នឹងគឺមាននៅគេថាគារវៈញោមស្ដាប់ប្រធរដោយគោរពញោមនៅក្នុងរូងភ្នំស្ដាប់ប្រធេរៈពីព្រះអង្គលោកសូត្រនៅព្រះអភិធម្មញោមសូត្រថាកុសលាធម្មាអកុសលាធម្មាអព្យាកតាធម្មាតែសត្វបជាវហ្នឹងញោមគឺអត់យល់បែកនៃបែកអាប់អត់យល់ធរអីទេប៉ុន្តែគ្រាន់តែបង្អោនចិត្តហ្នឹងជ្រះថ្លាស្ដាប់ប្រធរហ្នឹងដោយគោរពសកច្ចੰធម្មੰសនាតិស្ដាប់ប្រធរហ្នឹងដោយគោរពញោមដល់តែពេលអស់ជីវិតទៅសត្វបជាវទាំង500ហ្នឹងក៏បានទៅកើតនៅក្នុងឋានតាវតឹងកើតជាទេវបុត្រទាំងអស់ជាញោមដល់តែពេលអនាគតមកទៀតសត្វបជាវហ្នឹងក៏បានបួសនៅក្នុងសំណាក់ព្រះពុទ្ធសាសនាព្រះនាមសមណគោតមព្រះពុទ្ធបរមគ្រូយើងហ្នឹងញាតិញោមដែលញាតិញោមថ្វាយបង្គំរាល់ថ្ងៃហ្នឹងហើយក៏បានបួសជាកូនសិស្សព្រះសារីបុត្រទៀតញាតិញោមនៅដែនមួយដែនសង្កាសាញោមហើយពេលនោះគឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងពធហ្នឹងប្រោសដល់មេត្តាញោមសម្ដែងពធប្រោសមេត្តានៅឋានតាវតឹងញាតិញោមសម្ដែង3ខែញោមហើយពេលនោះគឺសម្ដែងប្រោសមេត្តាហ្នឹងគឺមេត្តាអត់មានចិត្តស្ដាប់ពធមានន័យថានីវរណៈធហ្នឹងគ្របសង្កត់ស្ដាប់ពធហ្នឹងអត់ដោយសេចក្តីគោរពញោមជាប់នៅក្នុងរូបព្រះញោមរូបព្រះកៈតែមិនដូចរូបប្តីប្រពន្ធណាញោមគាត់ថាអញហើយអញចូលហេតុអីមានសំណាងអីយ៉ាងនេះបានកូននឹងកូនប្រពុតរូបនឹងក៏ស្អាតសំឡេងនឹងក៏ពីរោះគាត់តែអញ្ចឹងញោមមានបានពិចារណាធរអីគាត់តែអញ្ចឹង3ខែគេសម្រេចធរហើយព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងធរ3ខែទេវតានៅឋានតាវតឹងញោមសម្រេចធរ80កោដញោមប៉ុន្តែមេត្តាព្រះសម្មាសម្ពុទ្ធគឺអត់សម្រេចទេដល់អញ្ចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គក៏ចុះមកអនោតស្រះញោមមកប្រាប់ព្រះសារីបុត្រឲ្យព្រះសារីបុត្រនឹងបង្រៀនព្រះអភិធម្មហ្នឹងដល់កូនសិស្សទាំង500ដែលអតីតជាសត្វបជាវញោមឲ្យព្រះសម្មាសម្ពុទ្ធនិមន្តទៅបិណ្ឌបាតនៅឧត្តរករុទ្វីបញោមដល់តែពិចារណាទៅប្រម៉ែមើលដូចថាចិត្តញោមព្រះសម្មាសម្ពុទ្ធគឺមានវិជ្ជាច្រើនណាស់វិជ្ជាមួយហៅថាបរិចិត្តតវិជ្ជាគឺព្រះសម្មាសម្ពុទ្ធព្រះអង្គអាចដឹងនៅអ្នកដទៃបានតើតែមើលទៅឃើញមេត្តានឹងជាប់រូបព្រះកៈញោមដល់ពេលជាប់រូបព្រះកៈអញ្ចឹងក៏ព្រះអង្គសម្ដែងធម៌ម្ដងទៀតព្រះអង្គក៏ជ្រើសរើសគម្ពីរព្រះអភិធម្មហ្នឹងខន្ធវិភង្គោអាយតនវិភង្គោធាតវិភង្គោញោម
ញញោមតែងតែលឺប្រសងសូត្រទៅព្រះអភិធម្មហ្នឹងញោមតែព្រះអង្គទ្រង់សម្ដែងលើកយកនៅអរិយសច្ចធម៌ទាំង4នៅពេលដែលសម្ដែងពធនឹងចប់មេដាព្រះសម្មាសម្ពុទ្ធក៏បានគំលុះនៅអរិយសច្ចធម៌បានត្រាស់ដឹងជាសោតាបត្តិផលញោមជាព្រះអរិយបុគ្គលដែរញោមនឹងដោយសារតែការស្ដាប់ព្រះធម៌ចឹងឯងអញ្ចឹងញាតិញោមពុទ្ធបរិស័ទសន្សំទៅសន្សំពូជឧបនិស្ស័យស្ដាប់ព្រះធម៌នឹងឲ្យច្រើនទៅដើម្បីជាទីចម្រើនដោយបុណ្យដោយកុសលញោមព្រោះបុណ្យកុសលដែលអាចចម្រើនបានក៏ដោយសារតែការស្ដាប់ព្រះធម៌នឹងឯងញោមហើយបានសម្រេចជាព្រះសោតាទៅញោមយ៉ាងយូរ7ជាតិទៅគឺបរិនិព្វានហើយញោមសោតាមាន3ថ្នាក់ទៀតមានសត្តកតង់កោលង្កោឡោឯកពីជីហើយព្រះសក្តិនឹងមកលោកនេះម្ដងទៀតហើយព្រះអនាគានោះទៅបរិនិព្វាននៅសុទ្ធិវាព្រំមកហើយព្រះអរហន្តគឺអស់ហ្មងញោមគឺបរិនិព្វានទៅតែម្ដងអស់កិលេសតណ្ហាដាច់ជាសមុច្ឆេទចាប់អាហារណាញោមបាទចុះញាតិញោមពុទ្ធបរិស័ទបើមិនទាន់បានសម្រេចនៅលោកតរកុសលទេញាតិញោមហៅថាកល្យាណបឋិជនញោមដែលសន្សំនៅក្នុងបញ្ញកិរិយាវត្ថុមានទានមានសិលមានភាវនាមានអបច្ចាយនៈមានការស្ដាប់ព្រះធម៌មានការតម្រង់នៅទិដ្ឋិបុណ្យកុសលទាំងអស់ហ្នឹងញាតិញោមពុទ្ធបរិស័ទបានជាឧបនិស្ស័យ